ជំរាបសួរប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីសូមស្វាគមន៍មកកាន់កម្មវិធី podcast រាត្រីរឿងខ្មោចជាមួយខ្ញុំបាទបងឌីដែលជាពិធីកររបស់លោកអ្នកថ្ងៃនេះជាថ្ងៃពិសេសមួយទៀតដែលពួកយើងនឹងនាំអារម្មណ៍បងប្អូនទាំងអស់គ្នាទៅកាន់ពិភពមួយដែលពោរពេញទៅដោយអាថ៌កំបាំងភាពភ័យរន្ធត់និងរឿងរ៉ាវប្លែកៗដែលអាចនឹងធ្វើឲ្យអ្នករាល់គ្នារៀងញាខ្នងថ្ងៃនេះខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានអញ្ជើញភ្ញៀវពិសេសម្នាក់ដែលគាត់នឹងមកចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនមួយដែលទាក់ទងនឹងរឿងព្រឺព្រួយបំផុតសូមណែនាំប្អូនស្រីស៊ីវផៅឬដែលបងប្អូនស្គាល់ថាស៊ីវផៅដែលជាអ្នកចូលចិត្តស្រាវជ្រាវរឿងអាថ៌កំបាំងនិងមានបទពិសោធន៍ផ្ទាល់ជាមួយរឿងព្រឺព្រួយជាច្រើនជំរាបសួរប្អូនស្រីផៅបាទជំរាបសួរបងឌីហើយក៏ជំរាបសួរដល់ប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាខ្ញុំពិតជាសប្បាយចិត្តណាស់ដែលបានមកចូលរួមក្នុងកម្មវិធីរាត្រីរឿងខ្មោចរបស់បងឌីនៅថ្ងៃនេះបាទអរគុណប្អូនស្រីផៅថ្ងៃនេះប្អូនស្រីផៅមានរឿងអ្វីដែរដែលចង់ចែករំលែកទៅកាន់អ្នកស្ដាប់របស់យើងឬថាជារឿងដែលទាក់ទងនឹងខ្មោចស្រីក្រមុំមែនទេបាទបងឌីថ្ងៃនេះខ្ញុំមានរឿងមួយដែលពិតជាលងបន្លាយខៀងផ្ទាល់តែម្ដងហើយវាកើតឡើងនៅផ្ទះដែលគ្រួសារខ្ញុំបានផ្លាស់ទៅរស់នៅថ្មីកាលពីប្រហែលឆ្នាំមុនវាពិតជាបទពិសោធន៍ដែលមិនអាចបំភ្លេចបានហើយពេលខ្លះនៅតែធ្វើឲ្យខ្ញុំព្រឺសម្បូររហូតមកដល់ពេលនេះអូស្ដាប់ទៅគួរឲ្យចាប់អារម្មណ៍ណាស់តើប្អូនស្រីអាចរៀបរាប់លម្អិតបន្តិចបានទេថាតើផ្ទះនោះស្ថិតនៅឯណាហើយហេតុអ្វីបានជាគ្រួសារប្អូនសម្រេចចិត្តផ្លាស់ទីលំនៅទៅទីនោះបាទកាលពីប្រហែលជា7-8ឆ្នាំមុនគ្រួសាររបស់ខ្ញុំធ្លាប់រស់នៅភ្នំពេញប៉ុន្តែដោយសារតែប៉ាខ្ញុំគាត់ចង់បានជីវិតស្ងប់ស្ងាត់បន្តិចហើយក៏មានគម្រោងធ្វើចំការតាមបណ្ដាខេត្តផងនោះពួកគាត់ក៏សម្រេចចិត្តទិញផ្ទះមួយខ្នងធំដែលស្ថិតនៅក្នុងខេត្តកំពតឯណោះបងឌីផ្ទះនោះគឺចាស់ណាស់បងវាសង់ពីឈើប្រក់ក្បឿងមានសភាពទ្រុឌទ្រោមបន្តិចហើយប៉ុន្តែទីធ្លាធំទូលាយមានដើមឈើធំធំលុបត្រឈឹងត្រឆៃផ្ទះចាស់នៅជនបទតែងតែមានរឿងនិទានប្រចាំខ្លួនមែនទេតើអ្នកភូមិនៅទីនោះមាននិយាយអ្វីខ្លះអំពីផ្ទះហ្នឹងទេពេតណាបងឌីដំបងឡើយពួកខ្ញុំមិនបានដឹងរឿងអ្វីទេព្រោះអីប៉ាម៉ាក់គាត់ទិញផ្ទះហ្នឹងតាមរយៈអ្នកលក់កណ្ដាលលុះពេលពួកយើងផ្លាស់ទៅរស់នៅបានប្រហែលជា2សប្តាហ៍ខ្ញុំចាប់ផ្ដើមគាត់សម្គាល់ឃើញរឿងចម្លែកជាច្រើនអ្នកភូមិខ្លះក៏ចាប់ផ្ដើមនិយាយរឿងប្រាប់រ៉ាយពេលគាត់ឃើញយើងនៅទីនោះពួកគាត់និយាយថាផ្ទះនេះមានប្រវត្តិយូរឡងណាស់មកហើយធ្លាប់មានស្រីក្រមុំម្នាក់ឈ្មោះកញ្ញាមលីគាត់ស្លាប់នៅទីនេះដោយមិនទាន់បានរៀបការកញ្ញាមលីអូឈ្មោះពីរោះណាស់តើគាត់ស្លាប់ដោយសារអ្វីទៅបងស្រីហើយហេតុអ្វីបានជាអ្នកភូមិជឿថាវិញ្ញាណរបស់គាត់នៅតែឡងបន្លាចនៅទីនោះតាមដែលលោកយាយម្នាក់ដែលគាត់រស់នៅជិតផ្ទះខ្ញុំគាត់បានរៀបរាប់គឺកញ្ញាមលីគាត់ជាកូនអ្នកមានឋានៈប៉ុន្តែគាត់មានវាសនាអភ័ព្វណាស់បងឌីគាត់ត្រូវបានគេភ្ជាប់ពាក្យការជាមួយកំឡុកម្នាក់ដែលគាត់ស្រឡាញ់ប៉ុន្តែមុនថ្ងៃរៀបការមកដល់គូដណ្ដឹងរបស់គាត់ត្រូវច្បាំងជាប់ទ័ពហើយក៏ស្លាប់បាត់ទៅដោយសារតែការឈឺចាប់និងខកចិត្តកញ្ញាមលីគាត់ក៏ធ្លាក់ខ្លួនឈឺស្លាប់ទៅដោយមិនទាន់បានរៀបការទាំងដែលគាត់នៅស្រីក្រមុំនៅឡើយទេអ្នកភូមិជឿថាវិញ្ញាណរបស់គាត់នៅតែរងចាំគូដណ្ដឹងរបស់គាត់ត្រឡប់មកវិញហើយគាត់នៅតែវាវល់នៅក្នុងផ្ទះនោះរឿងរ៉ាវគួរឲ្យអាណិតណាស់អ៊ីងចាំតើមានរឿងចម្លែកអ្វីខ្លះដែលកើតឡើងនៅក្នុងផ្ទះនោះតើបងស្រីផ្ទាល់បានជួបប្រទះអ្វីខ្លះបាទបងឌីដំបងឡើយគឺជារឿងតូចតាចប៉ុណ្ណោះពេលខ្លះនៅពេលយប់ខ្ញុំតែងតែធំក្លិនផ្កាម្លិះក្រអូបឈ្ងុយឈ្ងុកនៅក្នុងផ្ទះទោះបីជានៅជុំវិញនោះគ្មានផ្កាម្លិះក៏ដោយពេលខ្លះទៀតខ្ញុំឮសូរដូចជាសំឡេងមនុស្សស្រីយំតិចៗពីក្នុងបន្ទប់ដែលយើងមិនបានប្រើប្រាស់ឬពីក្នុងសួនច្បារខាងក្រោយអូគ្រាន់តែស្ដាប់ក៏ព្រឺសម្បូរដែរតើមានអ្វីដែលកាន់តែច្បាស់ជាងនេះទេមានបងថ្ងៃមួយខ្ញុំកំពុងតែអង្គុយមើលទូរទស្សន៍ជាមួយប្អូនស្រីរបស់ខ្ញុំនៅឯបន្ទប់ទទួលភ្ញៀវពេលនោះស្រាប់តែខ្ញុំឃើញស្រមោលស្ត្រីម្នាក់បានដាល់កាត់បង្អកទៅខាងក្រោយយ៉ាងលឿនខ្ញុំគិតថាប្រហែលជាម្ដាយខ្ញុំទេប៉ុន្តែពេលខ្ញុំងាកទៅមើលម្ដាយខ្ញុំគាត់កំពុងតែអង្គុយនៅក្នុងផ្ទះបាយឯណោះទេខ្ញុំក៏ចាប់ផ្ដើមភ័យបន្តិចហើយអ៊ីងចឹងទេរឿងស្រមោលនេះតែងតែធ្វើឲ្យយើងបារម្ភតើប្អូនស្រីរបស់ប្អូនមានជួបប្រទះរឿងអ្វីដែរទេបាទមានបងរឿងដែលធ្វើឲ្យពួកខ្ញុំទាំងអស់គ្នារំជួលចិត្តខ្លាំងបំផុតគឺនៅយប់មួយបងស្រីខ្ញុំស្រែកឆោឡៅពេញផ្ទះពេលខ្ញុំរត់ទៅមើលឃើញបងស្រីខ្ញុំភ័យស្លន់ស្លោដេកញ័រទៅត្រឹកលើគ្រែគាត់និយាយថាគាត់ឃើញស្ត្រីម្នាក់ស្លៀកពាក់ឈុតសរាងស្ដាងអង្គុយនៅក្បែរគ្រែគាត់ហើយសម្លឹងមុខគាត់យ៉ាងស្លុំមុខរបស់ស្ត្រីនោះស្លៀកស្លាំងគ្មានឈាមហើយមើលទៅសោកសៅជាទីបំផុតអូឃើញស្រស់តែម្ដងហើយបងស្រីផូតើបានជួបប្រទះផ្ទាល់ទេបាទបងឌីរឿងរបស់ខ្ញុំគឺធ្ងន់ធ្ងរជាងនេះទៅទៀតយប់មួយនោះខ្ញុំនៅផ្ទះតែម្នាក់ឯងព្រោះប៉ាម៉ាក់និងប្អូនទៅលេងផ្ទះញ៉ាក់នៅភ្នំពេញអស់ភ្លៀងធាក់ខ្លាំងណាស់គោលួនក្ដុងក្ដាំងពេញមេឃភ្លើងក៏ដាច់ទៀតបងខ្ញុំក៏ដេកអានសៀវភៅនៅក្រោមពន្លឺចង្កៀងថ្ម7ពេលនោះខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថាទៅចាក់ស្រេងពេញខ្លួនទោះបីជាអាកាសធាតុក្ដៅក៏ដោយបរិយាកាសកាន់តែគួរឲ្យខ្លាចទៅហើយតើមានអ្វីកើតឡើងបន្ទាប់ខ្ញុំក៏សម្រេចចិត្តចូលគេងព្រោះតែវាទៅចាក់ពេក
ពេលឃីមតម្រៀបខ្លួននៅលើក្រេឃីមមានអារម្មណ៍ថាដូចជាមានវត្តមានអ្វីមួយនៅក្នុងបន្ទប់របស់ខ្ញុំឃីមที่យាមធ្វើចិត្តក្លាហានក៏ងើបមុខឡើងមើលជុំវិញពេលនោះឃីមក៏បានឃើញហើយបងឌីឃើញអ្វីទៅបូនស្រីរៀបរាប់ឲ្យច្បាស់មកឃីមឃើញស្ត្រីម្នាក់ឈរនៅក្បែរកញ្ចក់ទូសម្អាងរបស់ខ្ញុំនាងស្លៀកពាក់ឈុតបុរាណពណ៌សដូចជាឈុតអាពាហ៍ពិពាហ៍ខ្មែរបុរាណដូច្នោះដែរសក់នាងវែងអន្លែងមុខនាងស្អាតណាស់ប៉ុន្តែស្លៀកស្លាំងហើយភ្នែករបស់នាងមានភាពសោកសៅយ៉ាងជ្រាលជ្រៅរូបរាងរបស់នាងមានសភាពថ្លាថ្លាដូចជាសែងអញ្ចឹងបងឌីនាងដូចជាកំពុងសម្លឹងមើលខ្លួនឯងក្នុងកញ្ចក់ឬក៏សម្លឹងមើលរូបខ្ញុំឃីមមិនដឹងទេព្រះអើយឃើញផ្ទាល់ភ្នែកតែម្ដងតើពេលនោះបនស្រីមានអារម្មណ៍យ៉ាងណាហើយតើនាងបានធ្វើអ្វីខ្លះទៀតឃីមភ័យខ្លាំងណាស់បងឌីខ្លួនឃីមរឹងដូចជាថ្មនិយាយមិនចេញសូម្បីតែស្រែកក៏ស្រែកមិនរួចដែរឃីមគ្រាន់តែដេកសម្លឹងមើលនាងបានលូកដៃរបស់នាងយឺតដូចជាចង់ប៉ះកញ្ចក់ឬក៏ចង់លូកមុខខ្ញុំដៃរបស់នាងក៏ថ្លាថ្លាដែរទឹកមុខរបស់នាងពោពេញដោយក្តីឈឺចាប់និងសោកស្ដាយដែលឃីមពិតជាអាណិតនាងខ្លាំងណាស់ទោះបីជាឃីមភ័យរន្ធត់ក៏ដោយមួយសន្ទុះក្រោយមករូបរាងរបស់នាងក៏រលាយបាត់ទៅបន្តិចម្ដងដូចជាសែងដែលរសាត់អញ្ចែករង្ខើលអូរឿងនេះពិតជាគួរឲ្យព្រឺខ្លាំងណាស់តើក្រោយពីជួបរឿងនេះគ្រូសាបនស្រីបានធ្វើអ្វីខ្លះដែរតើវិញ្ញាណកញ្ញាមលីនៅតែលងបណ្ដាទៀតទេបន្ទាប់ពីជួបនោះឃីមបានរៀបរាប់ប្រាប់ប៉ាម៉ាក់ឃីមទាំងអស់ពួកគាត់ក៏ភ័យដូចគ្នាយើងក៏បានទៅជួបលោកយាយនៅជិតខាងដែលគាត់រៀបរាប់ពីប្រវត្តិកញ្ញាមលីនោះលោកយាយបានណែនាំឲ្យពួកឃីមធ្វើវិធីសែនព្រេងបន់ស្រន់ដោយវិញ្ញាណកញ្ញាមលីដើម្បីឲ្យគាត់បានស្ងប់សុខតើពិធីនោះបានជួយទេបាទបងឌីពួកឃីមបានរៀបចំពិធីតូចមួយដែលមានភោជនីយអាហារប្រពៃណីផ្កាមលីនិងបានទិញសម្លៀកបំពាក់កូនក្រមុំខ្មែរបុរាណមួយឈុតដើម្បីឧទ្ទិសដល់កញ្ញាមលីយើងបានបន់ស្រន់សូមឲ្យវិញ្ញាណរបស់គាត់បានទៅកាន់សុគតិភពកុំឲ្យវាវល់នៅទីនេះទៀតចាប់តាំងពីពេលនោះមករឿងចម្លែកក៏ចាប់ផ្ដើមថយចុះសំឡេងយំឬស្រមោឡើងសោកកាត់មានទៀតហើយប៉ុន្តែពេលខ្លះនៅពេលយប់ខ្ញុំនៅតែធុំក្លិនផ្កាមលីក្រអូបតិចដូចជាការរំលឹកថាកញ្ញាមលីនៅតែមានវត្តមាននៅទីនោះប៉ុន្តែមិនមែនជាការលំបាកឡើយទេគឺគ្រាន់តែជាការរំលឹកពីវត្តមានដ៏សោកសៅរបស់នាងខ្ញុំមានអារម្មណ៍ថានាងមិនមែនជាខ្មោចដែលកំណត់ទេគ្រាន់តែជាវិញ្ញាណដែលរងចាំក្តីស្នេហ៍របស់ខ្លួនប៉ុណ្ណោះពិតជាសាច់រឿងដែលគួរឲ្យអាណិតផងព្រឺក្បាលផងមែនតែនបនស្រីភូអរគុណខ្លាំងណាស់ដែលបានចែករំលែកបទពិសោធន៍ដ៏ព្រឺព្រួចនេះសង្ឃឹមថាកញ្ញាមលីឥឡូវនេះគាត់បានទៅកាន់សុគតិភពហើយបាទអរគុណបងឌីដែលបានអញ្ជើញខ្ញុំមកបាទប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីនេះគឺជាសាច់រឿងខ្មោចស្រីក្រមុំដែលបានរៀបរាប់ដោយផ្ទាល់ពីបនស្រីស៊ីវភៅពិតជាគួរឲ្យព្រឺសម្បូរនិងរំជួលចិត្តក្នុងពេលតែមួយសូមអរគុណដល់បនស្រីស៊ីវភៅជាខ្លាំងដែលបានចំណាយពេលមកចែករំលែកបទពិសោធន៍ដ៏អស្ចារ្យនេះជាមួយពួកយើងសម្រាប់កម្មវិធីរាត្រីរឿងខ្មោចនៅសប្តាហ៍ក្រោយខ្ញុំបាទនឹងនាំយកនូវរឿងរ៉ាវថ្មីនិងព្រឺព្រួយផ្សេងទៀតមកចែករំលែកដល់បងប្អូនទាំងអស់គ្នាសូមកុំភ្លេចរងចាំតាមដានស្ដាប់ទាំងអស់គ្នាខ្ញុំបាទបងឌីសូមអរគុណនិងសូមគោរពលា